សួស្តីគ្នាខ្ញុំកណ្ណៅ so ថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយដែលខ្ញុំទៅចែកជាមួយនឹងរបៀបក្នុងការ build portfolio របស់យើងឲ្យមានសុខភាពខ្ពស់ហើយជាមួយនឹងបាត់ចិត្តធម្មតា so មានគ្នាយើងច្រើនមែនតើដែលបានធ្លាប់តែចែកសួរខ្ញុំ chat មកសួរខ្ញុំផង chat សួរនៅក្នុង community ផងអីផងប៉ុន្តែដោយសារតែខ្ញុំមិន not financial advice ទេចឹងខ្ញុំអាច give the exact point ទៅគាត់ប៉ុន្តែខ្ញុំអាច guide អ្នកទាំងអស់គ្នាជា general thing បាន so ជាធម្មតាក្នុងការ build self crypto portfolio មួយគឺយើងតែងតែគិតទៅលើ security យើងតែងគិតទៅលើ plan ក្នុងការ investment strategy របស់យើងផ្សេងៗហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំមកទៅចែកមួយគ្នាយើងហ្នឹងគឺខ្ញុំទៅចែកជាមួយនឹង point 4ដែលខ្ញុំបាន note ហើយខ្ញុំគិតថា point 4ហ្នឹងអាចគិតថាវាជា good point មួយហើយគ្នាយើងគួរតែយកទៅមើលហើយគ្នាគួរតែស្ដាប់ដើម្បី understand ពីរបៀបក្នុងការ build portfolio មួយនៅក្នុង budget under 100 ឬក៏ថា100ជាមួយនឹង security ហើយការពារទៅលើ wallet របស់អ្នកនរគ្នាឲ្យមានភាពsecure នឹងតាមទៅដូចខ្ញុំជាក់ស្ដែងប្រហែលថ្ងៃមុនខ្ញុំបានធ្វើហើយមុនមួយនៅពេញខ្ញុំបានទៅចែកតាក់ទងទៅនឹង wallet security ហើយ based on my experience ខ្ញុំក៏ជាមនុស្សម្នាក់ដែលត្រូវទទួលបានគេ compromise wallet ជាមួយនឹងការ hack ដូចគ្នាSo let's go to the step 1 ដែលខ្ញុំនិយាយតាក់ទងទៅនឹង how to build a portfolio with a safety way នៅក្នុងឆ្នាំ2025ហ្នឹងអញ្ចឹងទី1គឺខ្ញុំឲ្យ prioritize ទៅលើ security អញ្ចឹង prioritize ទៅលើ security វាគឺជារឿងចម្បងដែលយើងតែងតែគួររៀបចំធ្វើជាមួយនឹង portfolio របស់យើងអញ្ចឹងមុននឹងគ្នាយើងមាន asset មុននឹងគ្នាយើងអីផ្សេងៗគ្នាយើងគួរតែឲ្យ prioritize ឬក៏ focus ទៅលើ security ជាមុនសិនអញ្ចឹងក្នុងការ set up security មួយខ្លះគឺយើងអាចប្រើប្រាស់បើសិនគ្នាយើងប្រើប្រាស់ទៅលើ exchange ឬក៏យើង CX គ្នាយើងគួរតែមើលលើ exchange ណាដែលមាន ban ឬក៏ exchange ណាដែលមាន trading volume ធំមាន security ធំឬក៏ branding របស់គេធំឥឡូវខ្ញុំบอกថាដូចជា Binance ដូចជា Coinbase ដូចជាក្រុមហ៊ុនមួយចំនួនទៀតដែលនៅក្នុង top exchange ហ្នឹងខ្ញុំអាចមើលបានហើយខ្ញុំនឹងដាក់ត្រាងមួយគ្នាមួយដូចគ្នាថា top exchange នៅក្នុងឆ្នាំ2025 best seller coin market cap ខ្ញុំនឹងដាក់គ្នាមួយដូចគ្នានៅទីនេះហើយខ្ញុំអាចមើលតាមនឹងបានខ្ញុំអាចជ្រើសរើសបានថា exchange មួយណាដែលខ្ញុំចូលចិត្តជាមួយនឹង user experience មិនខ្ញុំចូលចិត្តអីចឹងខ្ញុំអាចជ្រើសបានហើយមួយវិញទៀតជារឿងដែលយើងអាច time loan គឺយើងធ្វើការ set up two factor ជាមួយនឹង passkey វីដេអូ passkey ខ្ញុំតែបង្ហោះម្សិលមិញទេខ្ញុំអាចចូលមើលបានតែ password ជាអី passkey ជាអីខ្ញុំ explain នៅក្នុងហ្នឹងអញ្ចឹងtwo factor ជារឿងចាំបាច់ដែលគ្នាយើងតែងតែគួរតែ set up នៅក្នុង portfolio នៅក្នុង នៅក្នុង wallet របស់គ្នាយើងដោយសារតែវាជាសុខភាព layer សុខភាពមួយទៀតហៅថាបង្កើន portfolio របស់គ្នាយើងនៅក្នុង wallet ឬក្នុង CX ហ្នឹងកាន់តែមានភាពរឹងមាំខ្លាំងជាងដែលយើងអាចដាក់ two factor ទាំងអស់អញ្ចឹងមានន័យថានៅពេលដែលមានគេចូល login ចូលឬក៏ហ្នឹងគឺតែងតែ require two factor ពីយើងហើយ step ទី2ដែលខ្ញុំបែងចែកទៅលើ budget $100ដែលគ្នាយើងគួរតែធ្វើអីហ្នឹងគឺយើងគិតថា DCA វាអត់មានវិធីសាស្ត្រដែលល្អជាង DCA ហើយគ្នាយើង research ឲ្យច្បាស់លាស់ទៅលើ token ដែលគ្នាយើងចង់តែឥឡូវខ្ញុំឧទាហរណ៍មួយ not financial advice អញ្ចឹងយើងមាន budget $100ទៅអត់អញ្ចឹងគ្នាយើងប្រកាសចង្កត់ថាអូខេយើងគួរតែធ្វើ lump sum ឬក៏យើងធ្វើទៅលើ DCA អញ្ចឹងបើសិនជាគ្នាធ្វើ lump sum ក្នុង lump sum យើងយក100នេះទៅទិញ token មួយដែលគ្នាយើងចង់ទិញគឺ100%ហ្នឹងគឺទៅលើ token asset មួយហ្នឹងហ្មងអញ្ចឹងបើសិនជា token ហ្នឹងក្នុងរយៈពេល1ថ្ងៃឬក៏24ម៉ោងឡើងពី 300% គឺគ្នាយើងនឹងចំណេញច្រើនប៉ុន្តែបើសិនជា token ហ្នឹងធ្វើការធ្លាក់ច្រើនក្នុងរយៈពេល24ម៉ោងហ្នឹងអូខេគ្នាយើងនឹងធ្វើការខាតច្រើនប៉ុន្តែវិធីសាស្ត្រមួយទៀតគេហៅថា DCA ឬក៏ dollar average cost ដែលជា strategy មួយដែល OG ឬក៏ investor មួយចំនួនគឺគាត់តែងតែយកមកប្រើប្រាស់អ្វីទៅវាជា DCA ឬក៏ dollar average cost ហ្នឹងគឺជា strategy មួយដែល investor ធ្វើការយកចំណែកលុយរបស់គាត់ទូចហ្នឹងបែងចែកទៅទិញម្ដងតិចអញ្ចឹងមានន័យថាឧទាហរណ៍ខ្ញុំមាន100ខ្ញុំចង់ធ្វើការទៅទិញtoken មួយហ្នឹងឬក៏ទៅទិញ asset មួយហ្នឹង100ប៉ុន្តែខ្ញុំនឹងទិញ100ដូចគ្នាប៉ុន្តែខ្ញុំដាក់ជា plan ទិញមានន័យថាខ្ញុំធ្វើការទិញថ្ងៃហ្នឹងអូខេ market crash អញ្ចឹងខ្ញុំធ្វើការទិញ$10អញ្ចឹងអាទិត្យក្រោយមួយទៀតខ្ញុំធ្វើការទិញ$10មួយទៀតដែលយើងទិញ DCA វាជា every week ក៏បានជា every month ក៏បានទៅលើ asset ដែលគ្នាយើងចង់ទិញអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការទិញ Bitcoin គ្នាយើងដូចតែ BTC វាជា one of the master coin legendary coin ហើយវាក៏រៀងរបៀបថា safe bit ជាងអីផ្សេងៗដែរ not financial advice មិន financial advice ទេគាត់ខ្ញុំនិយាយការពិតអញ្ចឹងគ្នាយើងធ្វើការទិញ DCA មួយថ្ងៃ$10ឬក៏គ្នាយើងទិញមួយអាទិត្យ$10អញ្ចឹងឧទាហរណ៍ថ្ងៃហ្នឹង Bitcoin តម្លៃ 20000 យើងទិញ10%អញ្ចឹងទៅអាទិត្យក្រោយយើងទិញ10%ទៀតអញ្ចឹងតម្លៃពេលដែលវាធ្លាក់
យើងទិញ10រៀលទៅពេលដែលវាឡើងយើងទិញ10រៀលរបៀបថាយើងទិញវាអាចនិយាយថាមិនយើងអាចនិយាយថាទិញវាជាជា weekly ឬក៏ជាអីចឹងណា so អញ្ចឹង result turn out របស់យើងវិញក៏យើងទទួលបាន average price មួយរបស់ asset មួយហ្នឹងឬក៏ token មួយហ្នឹង safe ដែរមានន័យថា stable ដែរវាមិនមែន gold average price ដែរមិនមែនន័យថាដូចយើងឡាំសាំទៅខ្ញុំទិញនៅ 100000 អញ្ចឹងដល់ពេលវាធ្លាក់មកយើងខាតច្រើនអញ្ចឹងណាអញ្ចឹងបើសិនយើងទិញតិចហ្នឹងrisk management របស់យើង rank ពីតម្លៃធ្លាក់តម្លៃឡើងមកយើងទិញជា DCA ក៏យើងនឹងទទួលបានហានិភ័យទៀតតាមនឹងដែរប៉ុន្តែគ្នាយើងតែចាំនៅក្នុង cryptocurrency វាតែងតែមាន market react ខ្លាំងយ៉ាងហ្នឹងដូចមួយយ៉ាងហ្នឹងដូចគ្នាយើងឃើញអញ្ចឹងsuddenly ស្រាប់តែ Trump ធ្វើការចូលរួមបាញ់អ៊ីរ៉ែនដែរវាធ្វើឲ្យ market react ខ្លាំងមែនទេដែល Bitcoin បាក់កមក view មកត្រឹម 100000 ជាងហើយជាមួយនឹង asset token ផ្សេងៗដែលជា altcoin ក៏ធ្វើការបាក់កមកតាមនឹងដែរអាហ្នឹងទៅតាមហ្នឹងហើយគ្នាយើងគុំគិតថាអូខេខ្ញុំ build set portfolio ខ្ញុំយកលុយរបស់ខ្ញុំ DCA ដែរតែខ្ញុំ DCA ទៅលើ meme coin ទៅលើអីផ្សេងៗit's fine បើសិនតែគ្នាយើង DCA ហើយគ្នាយើងគាត់ថាអីដែលគ្នាយើងហ្នឹងគឺធ្វើត្រូវគ្នាអាចធ្វើចោលព្រោះអាហ្នឹងជា decision របស់អ្នកគ្នាប៉ុន្តែដូចខ្ញុំ warning អ្នកគ្នាអញ្ចឹងបើសិនជាគ្នាយើងយកបាត់ចិត្តរបស់អ្នកគ្នាដែលមានគ្នាយើងយកទៅទិញ asset os ហ្នឹងបើសិនជាវាឡើងអូខេគ្នាយើងចំណេញតែបើសិនជាwe take market reaction ខ្លាំងហើយជាមួយនឹង asset shitcoin ដែលគ្នាយើងធ្វើការទិញអស់ហ្នឹងមានការ rug pull ច្រើនគឺគ្នាយើងខាតនៅចន្លោះពេលហ្នឹងអញ្ចឹងគ្នាយើងគួរតែអាចទៅ sell show ban អាចទៅមើល white paper project អីផ្សេងៗឬក៏ទៅលើtoken អីផ្សេងៗដែលគ្នាយើងចង់ទិញគឺគ្នាយើងអាចចូលទៅមើលបានហើយគ្នាយើង do own research តាមហ្នឹងទៅថាយើងជឿគួរតែទិញអីយើងចង់តែទិញអីអញ្ចឹងគ្នាយើងគិតគូរខ្លួនឯងបានហើយ step ទី3ហ្នឹងគ្នាយើងគួរគិតតែ long term កុំគិត short term ដូចស្អីដូចស្អីតែនៅពេលដែលយើងធ្វើជា DCA ហើយយើងហៅ asset អូថា top asset ធំយកមកធ្វើការ invest យកមកធ្វើការវិនិយោគហ្នឹងគ្នាយើងគួរតែគិត long term ដែលស្អីនៅពេលដែលគ្នាយើងគិត long term គ្នាយើងមាន plan ច្បាស់លាស់ហើយវាអត់មាន pressure វាអត់មានសម្ពាធខ្លាំងដើម្បីឲ្យគ្នាយើងក្នុងការបែងចែក portfolio គ្នាយើងទៅ invest ហើយមួយវិញទៀតគ្នាយើងកុំគិតថានៅពេលដែលខ្ញុំដាក់$100ទិញហើយខ្ញុំ expect ថាអូខេថ្ងៃស្អែកខ្ញុំនឹងអាចគុណនឹង10គុណនឹង20ស្អែកយ៉ាងណានឹងខ្លាចជាអ្នកមានរឿងហ្នឹងទាំងអស់ហ្នឹងអាចកាត់ឡើងប៉ុន្តែវាមិនមែនកាត់ឡើងដោយគ្រប់ពេលទេគឺវាកាត់ឡើងទៅលើសំណាងរបស់គ្នាយើងផងជាមួយនឹងកាត់អូតតាមីមឬក៏អីដែលយើងហែផងអញ្ចឹងបើសិនជា project ធម្មតាវាពិបាកមែនតើដែលធ្វើឲ្យ project នឹងធ្វើការហក់ឡើងទៅ10-20x ក្នុងរយៈពេលមួយថ្ងៃពីច្រើនវាកាត់ឡើងទៅលើតែ shit coin ឬក៏អីហ្នឹងហើយមួយវិញទៀត golden rule របស់ crypto របស់យើងគឺ only invest with the money ដែលអ្នកគ្នាយើងអាច afford បានអញ្ចឹងគ្នាយើងគួរតែគិតគូរខ្លួនឯងថា financial របស់យើងឬក៏ budget របស់យើងមានប្រមាណក្នុងការ invest គ្នាយើងគួរតែ choose the right point យកមក invest ហើយគ្នាយើងមួយទៀតគួរតែ avoid ទៅលើការ hype coin មានន័យថាកាក់នឹងកំពុងតែ on trend ឬក៏អីហ្នឹងគ្នាយើងគួរតែ avoid អស់ហ្នឹងជាជាងដែលវាធ្វើការដាំគ្នាយើងនឹងស្រាប់ហើយតម្លៃគឺមានចុះហើយអញ្ចឹងគ្នាយើងគួរតែ avoid coin ទាំងអស់ហ្នឹងជាវាងនៅពេលដែលមានការ pump and dump ធ្លាក់ឡើងធ្លាក់ចុះឡើងអញ្ចឹងណាហើយមួយទៀតគឺ TikTok FOMO buy អញ្ចឹងយើងគួរតែគិតគូរឲ្យបានច្បាស់កុំចូលទៅក្នុង market ជា excess liquidity របស់អ្នកដទៃគ្នាយើងគួរតែ do your own research and understand your purpose and everything about your investment ដូចគ្នា so អញ្ចឹងខ្ញុំគិតថាគ្នាយើងសម្រាប់ newbie មើលវីដេអូនឹងហើយគ្នាយើងគិតថាអាចនឹងជា basic មួយសម្រាប់គ្នាយើងក្នុងការយកទៅ invest ជា tool ជា strategy ផ្សេងៗហើយខ្ញុំគិតថាវីដេអូមួយហ្នឹងប្រហែលជាអត់គ្រប់គ្រាន់ទេខ្ញុំនឹងធ្វើការដាក់ link ជាមួយនឹង coin market cap ជាមួយនឹង crypto rank គ្នាយើងអាចចូលទៅ research project ឬក៏ token ដែលគ្នាយើងចង់ចូលទៅមើលក្នុងហ្នឹងហើយកុំភ្លេចអាន white paper ផងដោយសារតែ white paper វាជាវាជា goal មួយនៅក្នុង cryptocurrency ឬក៏លើ token ឬក៏ asset មួយហ្នឹងដើម្បីឲ្យគ្នាយើង understand ច្បាស់ថា project របស់គេធ្វើពីអីកុំចេះតែតែងរៀនឲ្យចាស់សិនចាំយើងចូលទិញ that is the point ដែលខ្ញុំតែងតែចែកប្រាប់អ្នកយល់រហូត so វីដេអូមួយហ្នឹងគឺខ្ញុំទៅចែកទាំងអស់ជាង10នាទីហ្នឹងគឺតាក់ទងទៅនឹង educational purpose only អត់មានក្នុងការលើកទឹកចិត្តឲ្យគ្នាយើងទៅ invest crypto មិនលើកទឹកចិត្តឲ្យគ្នាយើងលក់របស់យករបស់គ្នាទៅ crypto អត់ទេគឺដែលខ្ញុំធ្វើហ្នឹងគឺតាក់ទងទៅនឹង educate content only តែប៉ុណ្ណោះអញ្ចឹងបើសិនជាគ្នាយើងចង់ឆានមកសួរខ្ញុំទិញអីឡើងក៏ខ្ញុំមិនដឹងដូចគ្នាបើអញ្ចឹងខ្ញុំមានលឿនហើយគួរតែសិក្សាឲ្យបានច្រើនហើយខ្ញុំសង្ឃឹមថាគ្នាយើង understand ចំណុចរបស់ខ្ញុំទាំងអស់ហើយជាមួយនឹង warning idea របស់ខ្ញុំគ្នាយើងគួរតែទៅរៀនឲ្យបានច្រើនសិក្សា research បានច្រើនមិនទិញហើយវីដេអូហ្នឹងគឺ sponsor ដោយ Binance Academy ដែលខ្ញុំធ្វើតាក់ទងទៅនឹង educational purpose អញ្ចឹងខ្ញុំគិតថាគ្នាយើងគួរតែដឹងហើយអរគុណគ្នាច្រើនមែនតើសម្រាប់មើលវីដេអូមួយហ្នឹង and peace out